បងមកទទួលបានឡាន027ថ្មីក៏កេះពីរោងចក្រមកតែម្ដងហើយសម្រាប់បងដែលចាប់អារម្មណ៍ជាមួយ Chevrolet Gru អានេះតម្លៃតែ 28500 ទេមានមុខងារពិសេសច្រើនជាពិសេសជាមួយការ design គឺស្អាតខ្លាំងមែនទែនដូចបងបានឃើញអញ្ចឹងហើយហេតុអីបានថាពិសេសឥឡូវខ្ញុំមករៀបរាប់បន្តិចឲ្យបងបានដឹងបាទអត់លំអិតទេតែគ្រាន់តែក្នុងវីដេអូនេះគ្រាន់តែ highlight ជូនបងប្អូនណាអញ្ចឹងសម្រាប់ឡាន Chevrolet Gru 027នេះមានមុខងារពិសេសច្រើនបាទខ្ញុំចាប់អារម្មណ៍ពីផ្នែកខាងមុខទៅមុនអញ្ចឹងសម្រាប់កញ្ចប់លុយ 20000 ជាងបងទទួលបានប្រភេទជាគៀងប្រភេទ LED គុជ projector មកពីរោងចក្រមានសមត្ថភាពបិទបើកភ្លើងអូតូម៉ាទិកបំភ្លឺផ្លូវច្បាស់ល្អហើយមានមុខងារត្រែកឡើងវ៉ាអូតូទៀតអញ្ចឹងឡាន 20000 ជាងខ្លះគឺអត់មានទេមុខងារទាំងអស់ហ្នឹងហើយមាន highlight ពីខាងមុខនេះមានជាមួយប្រភេទកប់ mount បាទលេងមកជាស្រេចមកពីរោងចក្រតែម្ដងអញ្ចឹងជួយលើកសម្រស់ឡានកាន់តែស្អាតជាងមុនទៀតនៅពេលបងរត់លើផ្លូវណាបាទហើយជាមួយសាច់ដែកគឺហាប់ក្រាស់មែនតើជាក់ជូនសម្រាប់ពណ៌សនេះគឺប្រភេទពណ៌សកាម៉ៃណាមាន highlight ជាមួយវត្ថុខ្មៅពណ៌ខ្មៅអញ្ចឹងមើលទៅគឺស្អាតមើលទៅបែប sport តែម្ដងមានជាមួយនឹងមុខងារដាស់តឿនពេលមានឧបសគ្គនៅខាងមុខចាប់កន្លងផ្លូវទាញតែឆ្កូតចូលកន្លងវិញមានជាមួយប្រាំងអូតូផងដែរឥឡូវយើងមើលផ្នែកខាងក្នុងបានឃើញទៅញាក់សាច់តែម្ដងបាទបងប្អូនឃើញទេប្រភេទពូកជាប្រភេទពូកស្បែកចុចអូតូម៉ាទិកបងប្អូននិយាយទៅដូចកៅអីឡាន sport ប៉ុណ្ណឹងអញ្ចឹងបងប្អូនបាទនេះស្អាតដែរបងប្អូនបាទខ្ញុំខ្លួនឯងអ្នកលក់តែគាត់ថាឃើញឡាននេះក៏មានអារម្មណ៍ថាស្រឡាញ់ខ្លាំងដែរបងប្អូនហើយបាទបានអង្គុយបាទបានជិះដឹងតែអែមបងប្អូនហើយ design ក្នុងចេះនិយាយនេះគឺ space តលាយបងប្អូនបាទអង្គុយបាន5នាក់បាទខាងក្នុងហើយមុខងារមកទំនើបអស់ហើយបងប្អូនបាទអត់មានប្រាំងដៃទាញដៃដូចមុនទេបាទប្រភេទប្រាំងដៃអេឡិចត្រូនិកតែម្ដងបាទហើយប្រភេទ screen ជាប្រភេទ screen digital សុទ្ធបាទ counter ក៏ជាប្រភេទ digital ដែរមាន pertinent watt ដូចមុនទេបាទជូនព័ត៌មានបង្ហាញព័ត៌មានមកគឺច្បាស់បាទ design ខាងក្នុងនេះ console ក៏ថាបែបប៊ូតុង piano បាទមើលទៅគឺស្អាតហើយប្រអប់លេខក៏ design ថ្មីដែរបងប្អូនមាន sport mode មានអីមកចាប់អស់ហើយបងប្អូនបាទនេះឆ្កូតជាប្រភេទឆ្កូតអេឡិចត្រូនិកបាទឆ្កូតនេះស្រោបមកជាមួយប្រភេទស្បែកដូចគ្នាបងប្អូនបាទរៀងអក្សរ D បែប sport តែម្ដងបាទនិយាយទៅគឺស្អាតគ្រប់កន្លែងមកខាងក្នុងហ្នឹងខ្ញុំមិនអត់ស្មានថាតម្លៃក្រោម 30000 Chevrolet អាចធ្វើបានដល់ប៉ុណ្ណឹងបងប្អូនបាទសូម្បីតែតាមនេះបងប្អូនក៏ជាប្រភេទស្បែកដែរណាបងប្អូនបាទតាមតឡូនេះមិនមែនជ័រទេបងប្អូននេះបាទដបូលគឺយើងមានប្រភេទជាដបូលបើកដូចគ្នាដែរបាទអញ្ចឹងមកពេញសាច់ហើយបងប្អូនតម្លៃប៉ុណ្ណេះបាទហ្នឹងហើយបងប្អូនគួរទិញទេបងប្អូនអើយChevroletហើយស្ពេចម៉ាស៊ីនញាក់សាច់បងប្អូនបាទពងម៉ាស៊ីន 1.5 4ម៉ាស៊ីនប្រើ turbo បងប្អូនបាទជន់បានប៉ុណ្ណឹងបងប្អូនតែ concern ម៉ាស៊ីន3ឥឡូវឡើងមកម៉ាស៊ីន4បាទម៉ាស៊ីន4ជន់អែមបងប្អូនបាទ smooth ហ្នឹងហើយសម្រាប់បងប្អូនតែការជិះទៅខេត្តអីគឺជន់ឡើងតែម្ដងបាទអញ្ចឹងបើសិនបងប្អូនចាប់អារម្មណ៍ឬក៏ចង់សាកសួរព័ត៌មានបន្ថែមបាទតទៅនឹងការសិក្សារំលោះក៏បានទិញដាច់ក៏បានតម្លៃខ្ញុំផ្ដល់ជូនដូចគ្នាហើយលក្ខខណ្ឌសិក្សាគឺងាយស្រួលបងប្អូនបាទយើងប្រញាប់ទីមកដល់សម្ភារៈថ្មីនេះចូលមកដល់គឺភ្ញៀវគាត់កក់ច្រើនហើយមួយទៀតបងប្អូនពេលអញ្ជើញមកដល់ showroom ឬក៏អញ្ជើញមកមើលឡានកុំភ្លេចបងប្អូនបាទណា